Hello សួស្តីអ្នកទាំងអស់គ្នាចា៎នេះវិញមកជួបគ្នាទៀតហើយសុខសប្បាយទេអ្នកទាំងអស់គ្នាចា៎អ្នកទាំងអស់គ្នាថ្ងៃនេះដែរគឺនាងខ្ញុំចង់លើកវីដេអូយកមកនិយាយសម្រាប់បងប្អូនខ្មែរយើងដែលគាត់ចាប់អារម្មណ៍ចង់ដឹងព័ត៌មានដែលតាក់ទិនក្នុងករណីយើងខ្ចីលុយយកទៅទិញ business ដែលនេះខ្ញុំតែងតែរាល់ដងលើកសម្រាប់រឿងទិញ commercial រឿងទិញ building ទិញអីហ្នឹងនិងសម្រាប់ការខ្ចីលុយយកទៅទិញផ្ទះទិញអីអញ្ចឹងថ្ងៃនេះគឺនាងខ្ញុំចង់សម្រាប់ពីរឿងខ្ចីលុយសម្រាប់យើងយកទៅទិញ business ថាតើគេតម្រូវស្អីគេខ្លះកត្តាអីគេខ្លះហើយនឹងគេតម្រូវឲ្យយើងដោមប៉ុណ្ណាចា៎ចឹងអ្នកទាំងអស់គ្នាសម្រាប់បងប្អូនខ្មែរយើងដែលគាត់ចង់ដឹងព័ត៌មាននិយាយទៅពេលដែលយើងនិយាយជាពពួកខ្ចីលុយសម្រាប់យើងទៅទិញ business គឺ case by case by case ហ្នឹងគឺយកយោងទៅលើករណី business នីមួយៗអញ្ចឹងជួនកាលទៅគេអត់សូវពឹងផ្អែកទៅលើសម័យខ្លួនខ្លាំងទេគេពឹងផ្អែកទៅលើ business ដែលយើងទិញប៉ុន្តែក៏គេតម្រូវឲ្យសម័យខ្លួនយើងធ្លាប់មានបទពិសោធន៍ក្នុងករណីធ្លាប់មានបើកហាងជា business ពីមុនមកតែបើយើងធ្វើការឲ្យគេគឺគេអត់គិតចូលទេពីព្រោះធ្វើការធម្មតាគឺគ្រប់គ្នាគាត់ឲ្យយើងចូលទៅធ្វើការ clock in clock out that's it ប៉ុន្តែពេលដែលយើងមានជា business owner ជា business operation យ៉ាងណាមិញកាតព្វកិច្ចនឹងការទទួលខុសត្រូវរបស់យើងគឺវាខុសគ្នាពេលដែលយើងទៅធ្វើការឲ្យគេអញ្ចឹងបើទោះជាយើងធ្លាប់មានបទពិសោធន៍ធ្វើហាងដូណាក៏ដោយក៏គេមិនប្រកាសថាយើងទៅកាន់ហាងដូណាក៏ដែរព្រោះអីធម្មតាពេលដែលយើងកាន់ business គឺយើងមានកត្តាច្រើនដែលយើងត្រូវដឹងដែលយើងត្រូវទទួលខុសត្រូវដែរតែនេះខ្ញុំនិយាយនឹងអញ្ចឹងអញ្ចឹងបើយើងនិយាយឲ្យខ្លីពេលដែលយើងទិញ business គឺអ្នកទាំងអស់គ្នាធម្មតាគឺគេចង់ដឹង history សម័យខ្លួនអ្នកដែលគាត់ទៅខ្ចីលុយហ្នឹងគេចង់ដឹង history business ដែលគាត់ដែលយើងទៅទិញហ្នឹងថាតើ business ហ្នឹងគេ file ជារបៀបម៉េចបើរយៈពេលប្រហែលឆ្នាំហើយចំណូលគេចំណេញអត់ business របស់គេកើនឡើងអត់អញ្ចឹងយ៉ាងណាមិញគឺវាយុទ្ធយោងទៅលើ business ដែលយើងទៅទិញដែរនិងយុទ្ធយោងទៅលើសម័យខ្លួនរបស់យើងបើទោះជាឧទាហរណ៍អ្នកទាំងអស់គ្នាធ្លាប់កាន់ហាងដូណាត់ប៉ុន្តែចៃដន្យអី business យើងទៅទិញហ្នឹងវាទៅជារបៀប business ជា fried chicken វិញឧទាហរណ៍អញ្ចឹងណាតែយ៉ាងណាមិញដោយសារអ្នកទាំងអស់គ្នាមានបទពិសោធន៍កាន់ហាងដូណាត់អញ្ចឹងគេជឿថាការ business ពេលដែលយើងទៅរាំទៅគឺវាមិនសូវខុសគ្នាប៉ុន្មានទេប៉ុន្តែពេលដែលយើងទៅខ្ចីលុយអញ្ចឹងយុទ្ធយោងទៅលើករណីថាតើយើងទិញ business កន្លែងប៉ុណ្ណាអញ្ចឹងគេមើល history ភាគច្រើនកន្លែង commercial គឺគេធ្វើការ business គឺគេធ្វើការរយៈពេល3ឆ្នាំហាងហ្នឹងដែលគេ establish មកអញ្ចឹងណាអញ្ចឹងគេមើលឆ្នាំទី1ឆ្នាំទី2របៀបមិនដែរឆ្នាំទី1ជួនកាលទៅធម្មតាបើកហាង business យើងជួនកាលទៅវាអាចមានដូចថាឆ្នាំទី1វាមិនតាន់ជាជានៃទេការចំណាយអីអីអញ្ចឹងជួនកាលវាអត់តាន់ច្បាស់លាស់អីអញ្ចឹងណាប៉ុន្តែគេមើល business ថាតើឆ្នាំទី1ហ្នឹងមិនដែរឆ្នាំទី2វាឡើងអត់ឆ្នាំទី3មិនដែរអញ្ចឹងណាអញ្ចឹងបើ business ហ្នឹងបើកកាន់តែយូរយ៉ាងណាមិញ consistent ចំណូល income របស់គាត់មានរាល់ឆ្នាំអញ្ចឹងអាហ្នឹងក៏ជាកត្តាមួយជួយគាត់ដែរណាមួយពេលដែលយើងទៅទិញ business តើម្ចាស់ហាងហ្នឹងគាត់ file តាក់របៀបម៉េចគាត់ file ជាពពួក sole proprietorship បានជា partnership អីធម្មតាទេភាគច្រើនគឺ personal ឬមកគាត់ file ជា corporation ឬមកជាពពួក LLC អញ្ចឹងពេលដែលកន្លែងខ្ចីលុយមើលចំណូល income ហ្នឹងដែលថាតើយើងអាចយកជាការបានអត់ពេលដែលយើង file ជា corporation ហ្នឹងហើយណាមួយពេលដែលគេឲ្យយើងខ្ចីក៏គេ expect ថាតើសម័យខ្លួនម្ចាស់អ្នកទិញថ្មីហ្នឹងទិញហាងហ្នឹងទៅតែគាត់មានកម្រោងធ្វើម៉េចដើម្បីជួយឲ្យ business ហ្នឹងឡើងអញ្ចឹងណាឬមកអ្នកខ្លះទៀតជួនកាលគាត់មាន business ហើយស្រាប់ហើយតែគាត់ចង់ពង្រីកសាខាគាត់ចង់ពង្រីក business ហ្នឹងឬមកគាត់ចង់ទៅទិញ business មួយទៀតអញ្ចឹងយ៉ាងណាមិញពេលដែលយើងសេរីរឿងសម្រាប់ឯកសារខ្ចីលុយគឺយើងមើលទៅតាមកត្តានឹងទាំងអស់អ្នកទាំងអស់គ្នាចា៎សម្រាប់រឿងលុយដោងចាសម្រាប់លុយដោងគឺភាគច្រើន standard គឺគេត្រូវការខ្ទង់ប្រហែលជា20% down អ្នកទាំងអស់គ្នាចាវាអាចលក្ខណៈ maybe សម័យខ្លួនគាត់ strong គាត់ដូចថាមានផ្ទះគាត់មានទ្រព្យសម្បត្តិមានអីក្នុងហ្នឹងអញ្ចឹងយ៉ាងណាមិញអានឹងទៅជាករណីអាចនិយាយគ្នាបានអ្នកទាំងអស់គ្នាត្រូវដឹងហើយបើសិនជាអ្នកទាំងអស់គ្នាបើសិនជាធនាគារពេលគាត់ឲ្យលុយយើងខ្ចីប៉ុន្តែយើងអត់មានអីសំអាងនៅក្នុងករណីថាប័ណ្ណពិសោធន៍củaយើងអត់មានបើយើងអត់ដែលមានដូចថាធ្លាប់ own property ពីមុនមកធ្លាប់មានផ្ទះមានអីពីមុនមកគឺយើងថ្មីសាឡាងបង credit យើងក៏មិនសូវល្អនេះខ្ញុំសូមបញ្ជាក់ពីនិយាយពីរឿង credit ចា credit មិនគេមិន focus ទៅរឿងថាអូឲ្យតែ credit ល្អហ្នឹងគឺ800 700ជាងទេប៉ុន្តែក៏គេមើល history របស់យើងដែរអញ្ចឹងគេចង់ដឹងថាយើងធ្លាប់មានបញ្ហាអត់យើងធ្លាប់មានធ្វើអី criminal ធ្វើអីអត់អញ្ចឹងគឺគេមើលទៅតាមនឹងដែរអញ្ចឹងណាចាចឹងយ៉ាងណាមិញលុយដោងគឺអន់បំផុត20%អ្នកទាំងអស់គ្នាអញ្ចឹងពេលដែលនាងខ្ញុំនិយាយគឺប្រភេទដែលយើងខ្ចីលុយទៅទិញ business នេះមិនប្រកាសថាយើង cover ទៅច្រើន state ទេប៉ុន្តែអ្វីមួយដែលនាងខ្ញុំណែនាំអ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាចង់ដឹងជួនកាលទៅអ្នកទាំងអស់គ្នា check ទៅលើ logo bank វិញសម្រាប់បងប្អូនខ្មែរយើងដែលគាត់នៅ state ក្រៅដែលគាត់ដូចថាអត់ច្បាស់មិនដឹងទៅរកណាធនាគារដែលយើងនឹងហើយដែលនៅចិត្ត logo អ្នកទាំងអស់គ្នានឹងហើយឬមួយធនាគារដែលម្ចាស់ហាងហ្នឹងដែលគាត់មាន business នៅក្នុងនឹងស្រាប់អញ្ចឹងយ៉ាងណាមិញគាត់ដូចតែថាពេលដែលគាត់មានលុយច្រើនចេញចូលកតាស្នាមគាត់លុយ credit card លុយអីអញ្ចឹងជួនកាលយើងទៅធនាគារ logo ដែលយើងមាន business នៅក្នុងនឹងស្រាប់គឺគេអាចមានដូចថាទំនុកចិត្តដោយសារឃើញ business វាជាមួយនឹងធនាគារនឹងស្រាប់អញ្ចឹងជួនកាលធនាគារគេអាចមាន offer ទៅឲ្យអ្នកដែលគាត់ទិញនឹងឬមកក៏របៀបក្នុងករណីខ្ចីលុយអីចឹងឬមួយជួនកាល business ខ្លះគឺ owner នឹងគឺគាត់ carry ខ្លួនឯងចាអញ្ចឹងចង់និយាយថាគឺវាមានច្រើនប្រភេទមែនតើប៉ុន្តែអ្វីមួយដែលខ្ញុំចង់និយាយថាបើសិនជាធនាគារធំឬមកអ្នកទាំងអស់គ្នាព្យាយាមតាក់ទងជាមួយនឹងខ្ញុំយ៉ាងណាមិញគឺពេលដែលយើង qualify program គឺយើង overall គឺយើងធ្វើជាទូទៅប៉ុន្តែយ៉ាងណាមិញlocal bank it's always have more flexible អ្នកទាំងអស់គ្នាចាមានជំរើសច្រើនមានដូចថាករណីខ្លះដែលអាចចិត្តយោងដែលកែប្រែបានតែបើអ្នកទាំងអស់គ្នា deal ជាមួយខ្ញុំភាគច្រើនគឺកន្លែងធនាគារដែលពួកយើង deal ជាមួយនឹងគឺវាអត់សូវ flexible ហ្មងទេពីព្រោះដោយសារអីដោយសារលក្ខណៈយើង based on ទៅលើសំណុំឯកសារហ្នឹងហ្មង history អីចឹងទៅតែបើសិនជាហាងដែលយើងទៅទិញនឹងមានចំណូល income ល្អអញ្ចឹងខ្ញុំគឺថាជឿថាដូចជាគ្មានបញ្ហាទេចាអញ្ចឹងអ្នកទាំងអស់គ្នាសម្រាប់វីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេរៀងវែងតិចហើយយ៉ាងណាមិញចង់សម្រាប់បងប្អូនខ្មែរយើងដឹងច្រើនចាតែបើអ្នកទាំងអស់គ្នាមានសំណួរដែលតាក់ទិនចង់សួរនាំចង់អី
កុំ hesitate អ្នកទាំងអស់គ្នាចាតាក់ទងមកមានការអីចាខ្ញុំនឹងអាចជួយឆ្លើយសំណួរហើយបើសិនជាទេមកនេះខ្ញុំអត់លើកទូរស័ព្ទមេត្តាជួយដាក់ voicemail ឲ្យខ្ញុំឬមួយក៏តាក់ទងនឹងខ្ញុំតាម Facebook ពួកជាការពីអ្នកទាំងអស់គ្នាទេមកអ្នកទាំងអស់គ្នាដាក់ voicemail អញ្ចឹងខ្ញុំអត់ដឹងទេជួនកាលវាទៅជា scam អញ្ចឹងខ្ញុំអាច follow ទូរស័ព្ទទៅទាំងអស់ពួកជាការអីអាចមួយថ្ងៃ20 30 miss call ក៏មានដែរអញ្ចឹងណាអញ្ចឹងអ្នកទាំងអស់គ្នាដាក់ voicemail នេះខ្ញុំឬមួយក៏ចូលទៅ chat នៅក្នុង Facebook នេះខ្ញុំអញ្ចឹងទៅឬមួយក៏ដាក់ផ្ញើសារទៅនេះខ្ញុំអញ្ចឹងនេះខ្ញុំនឹងឆ្លើយតបអ្នកទាំងអស់គ្នាវិញចាអញ្ចឹងអរគុណច្រើនសម្រាប់ថ្ងៃនេះសុខសប្បាយអ្នកទាំងអស់គ្នាបាយបាយ